ជំរាបសួរលោកអ្នកគ្រូវីដេអូនេះខ្ញុំចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនខ្លះៗអំពីរបៀបក្នុងការបង្កើតគណនី Telegram ថ្មីមួយរយៈមកនេះលោកអ្នកគ្រូធ្លាប់ជួបប្រទះហើយនៅការបង្កើតគណនី Telegram ថ្មីឃើញថាក្រុមហ៊ុន Telegram តម្រូវឲ្យយើងបង់ប្រាក់ជាបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំបានបង្កើតគណនី Telegram នៅលើ SIM ចំនួន3ឃើញថាបានជោគជ័យដោយមិនមានការបង់ប្រាក់ខ្ញុំសូមអភ័យទោសទុកជាមុនបើសិនជាលោកអ្នកគ្រូយកទៅអនុវត្តតាមខ្ញុំហើយប៉ុន្តែបង្កើតមិនបានជោគជ័យបាទប៉ុន្តែជាបទពិសោធន៍ខ្ញុំបង្កើតបានជោគជ័យណាបាទតោះចាប់ផ្ដើមទាំងអស់គ្នាខ្ញុំនិយាយទូទ្រស់ពីបទពិសោធន៍ដែលខ្ញុំបង្កើតគណនី Telegram បានជោគជ័យបាទចំណុចទី1យើងត្រូវមានទូរស័ព្ទដៃមួយដែលអាច call ចូលបានហើយយើងដាក់ SIM card ដែលយើងចង់បង្កើតគណនី Telegram នៅក្នុងទូរស័ព្ទដៃមួយនេះបាទម្ដងទៀតយើងមានទូរស័ព្ទដៃមួយដាក់ SIM card លេខទូរស័ព្ទដែលយើងចង់បង្កើតគណនី Telegram គឺយើងដាក់នៅក្នុងទូរស័ព្ទមួយនេះទូរស័ព្ទនេះមិនសំដៅថាទូរស័ព្ទទំនើបឬមិនទំនើបទេឲ្យតែអាច call ចូលបាននៅពេលដែលយើងចុចបង្កើតគណនី Telegram ក្រុមហ៊ុន Telegram នឹង call មកទូរស័ព្ទដៃឬក៏ SIM card ដែលយើងដាក់នៅលើទូរស័ព្ទនេះបាទជំហានបន្តមកទៀតគ្រូត្រូវមានទូរស័ព្ទដៃ iPhone មួយដែលដំឡើងកម្មវិធី Telegram ចូលរួចជាស្រេចយើងនិយាយស្រួលស្ដាប់មានន័យថាទូរស័ព្ទយើងមាន2ទូរស័ព្ទទី1គឺទូរស័ព្ទអតិថិជនឬក៏អ្នកដែលចង់បង្កើត Telegram ហើយ SIM card លេខដែលចង់បង្កើត Telegram គឺនៅនឹងទូរស័ព្ទដៃមួយមុនមិញនៅលើទូរស័ព្ទដៃមួយនេះដែលអាច call ចូលបានបាទតទៅមកទៀតយើងមានទូរស័ព្ទដៃមួយទៀតទូរស័ព្ទដៃ iPhone នៅលើទូរស័ព្ទដៃ iPhone នេះយើងបានដំឡើងកម្មវិធី Telegram ចូលរួចរាល់អស់ហើយបាទប៉ុន្តែយកទៅបើកប្រើទេណាបាទនៅទេយកទៅបើកកម្មវិធី Telegram មកបង្កើតគណនីទេបាទនៅទេបាទគ្រាន់តែយើងឲ្យដឹងថាទូរស័ព្ទនេះគឺទូរស័ព្ទដៃ iPhone ហើយបានដំឡើងកម្មវិធី Telegram ចូលរួចរាល់អស់ហើយបាទជំហានបន្តមកទៀតយើងចូលទៅកំណត់នៅក្នុង setting iPhone យើងណាបាទយើងចូលទៅកំណត់ទាំងអស់គ្នាបាទលោកគ្រូចូលមកកាន់ General មកហើយយើងនៅលើទូរស័ព្ទដៃ iPhone មិញណាបាទ General ហើយចូលមកកាន់ Language and Region បាទភាសានិងតំបន់យើងចូលមកកំណត់ណាបាទកំណត់កន្លែងនេះបាទមួយទៀតយើងកំណត់តែ2ទេចំណុចទី1យើងកំណត់យកភាសាខ្មែរដាក់នៅលើបាទក្នុងករណីដែលលោកគ្រូដាក់ភាសាអង់គ្លេសនៅលើឧទាហរណ៍ណាបាទឧទាហរណ៍ថាភាសាអង់គ្លេសនៅលើលោកគ្រូត្រូវដាក់កំណត់ទាញយកអក្សរខ្មែរមកនៅលើវិញបាទកន្លែងនេះបាទចំណុចទី1សម្រាប់លោកគ្រូដែលប្រើ iPhone ចេះកំណត់ហើយបាទខ្មែរនៅលើបាទចំណុចទី2នៅត្រង់ចំណុច region នេះលោកគ្រូត្រូវកំណត់យកតំបន់នៅ Cambodia បាទអញ្ចឹងយើងកំណត់តែ2ទេបាទទី1ភាសាខ្មែរនៅលើកន្លែងនេះបាទភាសាខ្មែរនៅលើហើយចំណុចទី2 region នេះលោកគ្រូត្រូវកំណត់យក Cambodia បាទកំណត់តែ2ទេបាទក្រោយពីលោកគ្រូកំណត់រួចរាល់អស់ហើយនៅលើ iPhone ណាបាទទៅមកទៀតលោកគ្រូត្រូវបើក Telegram បាទ Telegram នៅលើ iPhone យើងណាបាទដែលយើងបានកំណត់មិញនេះបាទបើក Telegram មកចំពោះសេវាអ៊ីនធឺណិតសម្រាប់ខ្ញុំបើកសេវា 4G បាទសេវា SIM ក៏បានបើកសេវា Wi-Fi ក៏បានអត់អីទេបាទបើកកម្មវិធី Telegram មកហើយរបៀបក្នុងការបង្កើតគណនី Telegram លោកគ្រូចេះអស់ហើយបាទចុចបង្កើតជាធម្មតានៅត្រង់កន្លែងបញ្ចូលលេខកូដក្រុមហ៊ុន Telegram នឹង call ទៅ SIM card ដែលនៅលើទូរស័ព្ទដៃមួយទៀត call ទៅបើសម្រាប់ខ្ញុំឬនិយាយប្រាប់លេខកូដជាភាសាខ្មែរបាទតែយើងយកលេខកូដហ្នឹងមកបញ្ចូលនៅក្នុង Telegram iPhone យើងបាទបញ្ចូលទៅបង្កើតគណនីបានហើយបាទនេះជាបទពិសោធន៍ដែលខ្ញុំបានបង្កើតគណនី Telegram បានដោយជោគជ័យហើយមិនមានការបង់ប្រាក់ទេបាទចំពោះវីដេអូនេះនិងបទពិសោធន៍ខ្លីៗដែលខ្ញុំបាននិយាយនៅក្នុងវីដេអូនេះសង្ឃឹមថាលោកគ្រូអាចយកទៅអនុវត្តបានជោគជ័យទាំងអស់គ្នាបាទ
បាទអរគុណច្រើនចំពោះវីដេអូក្នុងការបង្ហាញពីបទពិសោធន៍ខ្លះៗក្នុងការបង្កើតគណនី Telegram គឺមានតែប៉ុណ្្នេះទេបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀត